បាទសូមគោរពជំរាបសួរបាទពុកម៉ែបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់ Channel ប្រភេទដើមឈើកម្ពុជាសាជាថ្មីបាទថ្ងៃនេះខ្ញុំបាទមានដើមឈើមួយប្រភេទបាទចង់បង្ហាញចែកជូនពុកម៉ែបងប្អូនបានទស្សនាដូចជាបានស្គាល់ពីពុនភាគលក្ខណៈរបស់ដើមឈើមួយប្រភេទនេះបាទមែនតើទៅដើមនេះជាប្រភេទដើមឈើមិនមែនជាឈើធំទេបងប្អូនបាទវាគឺជាប្រភេទឈើដែលមានកម្ពស់ប្រហែលជាអាចចន្លោះពី5ទៅ10ម៉ែត្របាទហើយមែនតើទៅឈើប្រភេទនេះគឺសម្រាប់ខ្ញុំគឺថ្មីបាទឈើនេះមានឈ្មោះថាដើមបព្រឹកបាទដើមបព្រឹកនេះគឺថ្មីសម្រាប់ខ្ញុំបាទដោយសារតែខ្ញុំទើបតែស្គាល់ដែរទេស្គាល់ពីចាស់ដែលគាត់បានប្រាប់ចឹងទេក្នុងគោលបំណងក្នុងវីដេអូនេះគឺគាត់តែបង្ហាញបែបជូនពុកម៉ែបងប្អូនអំពីលក្ខណៈសម្គាល់របស់ដើមបព្រឹកនេះតែប៉ុណ្ណោះបាទចំណែកអត្ថប្រយោជន៍វាគឺខ្ញុំបាទមិនអាចផ្ដល់ជូនបានទេដោយសារតែទើបតែស្គាល់ដែរទេបាទលក្ខណៈសម្គាល់នៃដើមបព្រឹកនេះគឺទី1តកតងនឹងដើមវាគឺមានពណ៌សម្បកបាទសលាប្រផេះបាទប្រភេទបែបនេះពុកម៉ែបងប្អូនបាទហើយវាមានលក្ខណៈរលោងបាទទាំងមែកបាទទាំងដើមគឺវាមានលក្ខណៈដូចគ្នាគឺសលាប្រផេះបាទហើយនឹងលាយបែបពណ៌ពងមាន់ស្រាលបាទវាលាយតិចបាទបើយើងមើលឲ្យចិត្តមែនតែបើយើងមើលពីចម្ងាយទៅគឺវាមានលក្ខណៈសលាប្រផេះបាទចំណែកឯស្លឹកវាវិញបើយើងមើលពីចម្ងាយដែរគឺស្តៀងនឹងស្លឹកជ្រេះបាទស្លឹកជ្រេះពុកម៉ែបងប្អូនបាទប៉ុន្តែស្លឹកជ្រេះរាងមូលជាងហើយនឹងធំជាងបន្តិចប៉ុន្តែស្លឹកបុព្រឹកនេះគឺតូចទ្រវែងបាទហើយពណ៌វាគឺពណ៌បៃតងមិនថាស្លឹកខាងក្រោមខាងលើទេបាទគឺពណ៌បៃតងហើយនឹងវាមានលក្ខណៈរោមសស្អិតពេលយើងស្ទាបទៅពុកម៉ែបងប្អូនបាទហើយស្លឹកវាហ្នឹងគឺវាដោះទល់គ្នាជាគូបាទដូចពុកម៉ែបងប្អូនមើលក្នុងវីដេអូហ្នឹងអញ្ចឹងគឺវាដោះជាគូអញ្ចឹងបាទស្លឹកវាពណ៌បៃតងចំពោះលក្ខណៈដើមវានេះគឺមិនមែនជាប្រភេទឈើខ្លឹមទេពុកម៉ែបងប្អូនមកតាមការសង្កេតរបស់ខ្ញុំគឺវាដូចជាប្រភេទឈើដែលមិនមែនខ្លឹមដូចផ្ចឹកដូចអីទេវាជាប្រភេទឈើខ្លឹមរៀងវាមិនមាំពុកម៉ែបងប្អូនអាចយកទៅកែច្នៃអីបានទេពុកម៉ែបងប្អូនបាទហើយមួយទៀតចង់បង្ហាញសំខាន់ជាងគេគឺផ្កាពុកម៉ែបងប្អូនបាទផ្កាបព្រឹកនេះវាមានពណ៌ចម្រុះក្នុងនោះវាមានពណ៌សផ្កាឈូកហើយនឹងក្រហមនិងពណ៌លឿងក៏ដូចជាពណ៌ទឹកមាសបាទសម្រាប់ពណ៌សគឺនៅពេលផ្កាតំបកផ្កាវារីកហើយគឺវាមានពណ៌សបាទហើយនឹងពណ៌ផ្កាឈូកចំណែកផ្កានៅក្រពុំបាទវាអាចមានពណ៌ក្រហមផងមានពណ៌ផ្កាឈូកផងហើយចំពោះកេសរវាបាទកេសរវាគឺវាមានពណ៌លឿងឬក៏ពណ៌មើលទៅដូចជាពណ៌ទឹកមាសបាទនឹងផ្កាលក្ខណៈផ្ការបស់បព្រឹកពុកម៉ែបងប្អូនបាទដោយសារតែរដូវនេះរដូវវាផ្កាពុកម៉ែបងប្អូនខ្ញុំថតនៅថ្ងៃទី1ខែ6ឆ្នាំ2026អញ្ចឹងទេដល់រដូវវាផ្កាបាទផ្កាអស្រស់គ្នាមែនទែនបងប្អូនមើលស្គូស្គីតែម្ដងយើងសង្កេតមើលពីចម្ងាយទៅឃើញសុទ្ធតែផ្កាវាបាទតាមទស្សនៈរបស់ខ្ញុំសម្រាប់ដើមបព្រឹកមួយនេះបើសិនជាយើងយកទៅបង្កាត់ឬក៏យើងយកទៅដាំបានលម្អនៅតាមសួនមាត់ទន្លេសួនសាធារណៈតាមផ្លូវនៅទីប្រជុំជនទីក្រុងអីគឺស្អាតបាទស្អាតមែនតើយើងមើលទៅស្តៀងដូចផ្កាសាគូរ៉ាពុកម៉ែបងប្អូនបាទសាគូរ៉ាដូចផ្កានៅជប៉ុនណានៅពេលរដូវផ្កាអញ្ចឹងអត់មានស្លឹកទេមានតែផ្កាអញ្ចឹងសម្រាប់បុព្រឹកនេះស្តៀងដែរបងប្អូនបាទផ្កាវាស្រស់ស្លឹកវាតិចបាទហើយពណ៌ផ្កាវាក៏ស្អាតទៀតបាទមើលទៅគួរឲ្យតាក់ទាញមែនទែនហើយតាក់ទងនឹងក្លិនផ្កាបងប្អូនក្លិនផ្កានេះគឺក្រអូបបាទក្រអូបមែនទែន
អូបឈ្ងុយតែម្ដងបាទបើសិនជាយើងនៅក្រោមដើមបាទគឺក្រអូបវាក្លិនឈ្ងុយឈ្ងប់តែម្ដងគួរឲ្យតាក់ទាញបាទក្លិនវាបាទនេះជាលក្ខណៈសម្គាល់ត្រួសបងប្អូនបាទតាក់ទងទៅនឹងដើមបុព្រឹកនេះហើយខ្ញុំសូមបញ្ជាក់ផងដែរដើមបុព្រឹកនេះគឺខ្ញុំទើបតែស្គាល់តែទេតែអញ្ចឹងចំពោះអត្ថប្រយោជន៍ដែលយើងអាចយកទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃខ្ញុំបាទមិនទាន់បានដឹងច្បាស់ទេបងប្អូនបើសិនជានៅវីដេអូក្រោយបាទបើសិនជាខ្ញុំស្រាវជ្រាវទៅឃើញមានអត្ថប្រយោជន៍សម្រាប់ការប្រើប្រាស់ខ្ញុំនឹងធ្វើវីដេអូម្ដងទៀតបងប្អូនបាទហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងបងប្អូនចង់បង្ហាញចែកជូនបងប្អូនថាដើមបុព្រឹកនេះវាមានលក្ខណៈដើមវាយ៉ាងម៉េចទ្រង់ទ្រាយដើមវាសម្បកវាស្លឹកវាហើយនឹងការវាហើយក៏អធិស្ឋានបងប្អូនដោយសារតែរដូវនេះវាមិនទាន់ផ្លែអញ្ចឹងទេយើងក៏អត់ទាន់ឃើញរូបភាពក៏ដូចជាលក្ខណៈផ្លែរបស់បុព្រឹកនឹងដែរថាផ្លែវាមានលក្ខណៈយ៉ាងណាអញ្ចឹងណាបាទសង្ឃឹមថាវីដេអូក្រោយឬក៏រដូវវាផ្លែខ្ញុំនឹងចែកជូនពុកម៉ែបងប្អូនម្ដងទៀតបាទហើយវីដេអូរបស់ខ្ញុំបាទមានតែប៉ុណ្ណេះទេសង្ឃឹមថាពុកម៉ែបងប្អូនជួយគ្រប់គ្រងដោយចុច Subscribe និងចុចរូបកណ្ដឹងម្នាក់មួយបាទហើយអរគុណជួបខ្ញុំនៅវីដេអូក្រោយទៀតបាទ